ស្រមៃមើលពិភពលោកមួយដែលមិនមានប្លាស្ទិកប៉ះពាល់ដល់បរិស្ថាននិងទីក្រុងមួយដែលមានភាពស្រស់ស្អាតវាអាចកើតឡើងនៅពេលសម្ភារៈដែលអាចរលួយពុកផុយត្រូវបានប្រើជំនួសផលិតផលដែលបង្កើតពីប្លាស្ទិកការផ្លាស់ប្ដូរដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយប្រកបដោយចីរភាពគឺការជំនួសការប្រើប្លាស្ទិកដែលប្រើតែម្ដងបោះចោលតាមរយៈការផ្ដល់អាទិភាពដល់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញនិងអាចកែច្នៃប្រើប្រាស់ឡើងវិញយើងអាចដោះស្រាយបញ្ហាសំណល់ប្លាស្ទិកចេញពីប្រព័ន្ធអេកូឡូស៊ីរបស់យើងនិងលើកកម្ពស់ភពផែនដីឲ្យមានសុខភាពល្អនេះគឺជាទស្សនវិស័យនៃភាពជាដៃគូប្លាស្ទិកកម្ពុជានិងអនុសាសន៍ជាយុទ្ធសាស្ត្រសម្រាប់វិធានចក្រានៅកម្ពុជាសហគមន៍នៅជុំវិញពិភពលោកកំពុងអនុវត្តអាជីវកម្មថ្មីដើម្បីកាត់បន្ថយសំណល់តាមរយៈការប្រើប្រាស់សម្ភារៈដែលអាចប្រើឡើងវិញកំពុងក្លាយជានិន្នាការដែលពេញនិយមអាជីវកម្មកែច្នៃកំពុងតែរីកចម្រើនដែលជួយកាត់បន្ថយសំណល់និងផ្ដល់ឡើងវិញដល់សំណល់ប្លាស្ទិកខណៈពេលដែលការទទួលខុសត្រូវរបស់អ្នកផលិតកំពុងផ្លាស់ប្ដូរការចំណាយទៅលើការគ្រប់គ្រងសំណល់បានប្រែប្រួលតាំងពីអ្នកប្រើប្រាស់រហូតដល់អ្នកផលិតតែវាមិនបញ្ឈប់នៅទីនេះទេមានប្លាស្ទិកខ្លះដែលយើងជៀសមិនបានពេលនោះហើយដែលទាមទារឲ្យមានការទុកដាក់និងប្រមូលដោយត្រឹមត្រូវពេលប្លាស្ទិកត្រូវបានប្រមូលនិងបែងចែកត្រឹមត្រូវនោះវានឹងអាចយកទៅកែច្នៃបានការកែច្នៃសំណល់ទៅជារបស់ថ្មីបានជួយកាត់បន្ថយការបំពុលយ៉ាងច្រើននិងបង្កើតជាឱកាសសេដ្ឋកិច្ចថ្មីមួយវិធានការទាំងនេះមានសក្តានុពលក្នុងការកាត់បន្ថយការបំពុលនិងជំរុញវិធានចក្រានៅកម្ពុជាដើម្បីភាពស្អាតភាពបៃតងនិងចីរភាព